អ្នកទាំងអស់គ្នាប្រហែលជាស្គាល់នេះគឺជាប្រភេទពស់ពឹសដែលហៅថាពស់ពព្រាក់ហើយវាមានពណ៌ទៅនឹងស្លឹកឈើវាចូលចិត្តរស់នៅបន្លំខ្លួនជាមួយនឹងធម្មជាតិបានល្អហើយនេះគឺជាសកម្មភាពដែលវានៅលើតាមដងផ្លូវហើយវាគឺជាប្រភេទសត្វពស់ដែលមានភាពគ្រោះថ្នាក់បំផុតផងដែរមួយដែលវាអាចសម្លាប់មនុស្សបានចឹងយើងទាំងអស់គ្នាមានការយើងត្រូវតែមានការប្រុងប្រយ័ត្នជាមួយនឹងប្រភេទសត្វពស់ប្រភេទនេះគេហៅថាពស់ប្រាក់ជាប្រភេទពស់ពឹសបាទហើយវាចូលចិត្តរស់នៅតាមក្រោមស្លឹកឈើក៏ដូចជាបាទស្លឹកឈើងាប់ក៏ដូចជានៅដីដែលមានលក្ខណៈសើមផងដែរបាទហើយយើងមិនអាចចូលទៅចិត្តវាឬក៏ចាប់វាដោយដៃទេបានទេចំពោះក្មេងៗតែមានតែធ្វើការជិះវាងផងដែរនៅប្រភេទសត្វពស់នៅប្រភេទនេះបាទសូមអរគុណ